អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានៅមើលកំសាន្តលេងសម្រាប់ថ្ងៃទី15ខែ10 2025តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនដាក់កំសាន្តដូចគ្នាតាមមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជាវ subscribe ឲ្យ channel ថ្មីយាយម្នាក់មួយផងមុនណាចាឲ្យបេះដូងយាយម្នាក់មួយផង channel ដែលយាយកំពុងតែផលតម្រុយហ្នឹងណាបងប្អូនទាំងគ្នាហ្នឹងហើយតោះចង់បងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញចាយាយស្ទូចត្រីបានសតតាត្រីក្រាញ់បងប្អូនណាបានសតតាត្រីក្រាញ់យាយយកត្រីក្រាញ់ហ្នឹងដាក់នៅក្នុងឆ្នាំងហើយឆ្នាំងហ្នឹងឡើងខ្មៅចារបៀបដូចឆ្នាំងពីជំនាន់មុនណាស្រាប់តែស្ទូចស្ទូចបានត្រីសមុទ្រមួយរូបរាងដូចអាម៉ឹកជើងវែងបន្តិចដូចត្រីបន្តិចស្ទូចបានហើយយាយថាអត់ហ៊ានយកត្រីហ្នឹងទេយាយក៏ឲ្យមនុស្សប្រុសម្នាក់ហ្នឹងសួរថាគាត់យកអត់យាយឲ្យចឹងណាគាត់ថាគាត់យកហើយយាយយកតែត្រីក្រាញ់ទេចាត្រីក្រាញ់ហ្នឹងដាក់នៅក្នុងឆ្នាំងយាយស្ទូចបានប្រហែលជា 5-6 ក្បាលដែរចឹងណាហ្នឹងហើយចឹងយាយក៏កាត់យក13 18 37 30កុដ33 8 31 9 31 3ស្រូប3អស់10និងអស់30ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនប៉ោះហេងស្នាងល្អទាំងអស់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ